ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ខ្មៅសុតថ្ងៃនេះhôm nayយើងមានរឿងថ្មីរឿងចាស់មួយចង់យកមកចែកម្លែកប្រាប់បងប្អូនទាំងអស់គ្នាវាជាប្រភេទរឿងលក្ខណៈលើកទឹកចិត្តអ្នកទាំងអស់គ្នារឿងរ៉ាវរបស់យើងមានអត្ថន័យខ្លឹមសារយ៉ាងណាតាមដានទាំងអស់គ្នាចាត់ចែងថ្លែងពីរឿងនឹងដែរដំបូងគេបានឲ្យយើងឃើញនៅជីវិតដ៏សែនលំបាកតួអង្គឯករបស់យើងម្នាក់ដែលខ្ញុំសូមហៅគាត់ថាពូថាចុះហើយវិជាទីអ្នកទាំងអស់គ្នារឿងនោះដោយសារតែវាជាប្រភេទរឿងដែលអត់មានការបញ្ចូលសម្លេងអីទេអញ្ចឹងខ្ញុំក៏អត់ដឹងថាឈ្មោះគាត់មិនដែរដាក់តាមអំពើចិត្តដែលជីវិតប្រចាំថ្ងៃរបស់ពូថាគឺពិតជាលំបាកមែនតើទាំងការដេកដើរឈរអង្គុយហើយយើងមើលតែខ្នងរបស់គាត់ទៅដឹងហើយគឺវារៀងកោងជាអក្សរ L ក្លាប់ចុះក្រោមហើយយើងមើលតែខ្នងរបស់គាត់ក៏យើងដឹងដែរថាគាត់ប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់គាត់ពិបាកប៉ុណ្ណាសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យយើងឃើញពីអ្នកចិត្តខាងជាន់ក្រោមគឺបន្ទប់លើក្រោមរបស់ពូថាម្នាក់តែគាត់បាន order នៅសត្វចាបមួយដែលសែន cute គួរឲ្យស្រឡាញ់មែនតើហើយបើកលេចមកមើលជីវិតរបស់ពូថាវិញគាត់ក៏មានចិញ្ចឹមសត្វឆ្កែមួយដែរគួរឲ្យស្រឡាញ់គិតទៅដូចពាក្យកិច្ចថាមែនថាមនុស្សយើងទោះបីជាពិបាកចិត្តប៉ុណ្ណា stress ប៉ុណ្ណាប៉ុន្តែបើសិនណាបើយើងមានសត្វចិញ្ចឹមមួយធ្វើជាមិត្តក៏វាអាចឲ្យយើងបានធូរថយពីការតានតឹងផ្លូវចិត្តបានមួយចំនួនធំដែរក្រោយពីបានមើលឃើញនៅលទ្ធផល scan ឆ្អឹងរបស់គាត់ថាគាត់ពិតជាពិបាកចិត្តមែនតើយើងមើលទៅមុខគាត់ទៅដឹងយើងមើលពិបាកចិត្តជាមួយនឹងរូបរាងកាយវាជារឿងមួយហើយរឿងមួយទៀតគឺពិបាកចិត្តជាមួយនឹងការអត់មានគូសកលគឺគាត់នៅម្នាក់ឯងដូចមិត្តភក្តិខ្ញុំដែរហើយគាត់ពិតជាមានអារម្មណ៍ថាបាក់ទឹកចិត្តហើយចង់បានដៃគូជីវិតមកនៅក្បែរមែនតើប៉ុន្តែយើងគិតមើលសូម្បីតែជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់វាមើលទៅពិបាកទំមតែការរើសគូសកលទៀតគឺលែងនិយាយឈរមុខជាមួយនឹងភាពឯកាដូចអ្នកដែលកំពុងមើលវីដេអូនេះស្រាប់តែគាត់ឃើញរូបភាពស្អាតស្អាតនៅខាងក្រោមផ្ទះរបស់គាត់ហើយគាត់ក៏បានយករូបភាពនឹងមកខ្ញុំមិនបាច់និយាយទេអានេះជាទម្លាប់ធ្លាប់របស់អ្នកឯកាគាត់តែងធ្វើតែអញ្ចឹងព្រោះឯអ្នកដែលកំពុងមើលក៏អញ្ចឹងដែរពេលដែលនឹកគេគឺលួចយករូបថតគេយកមកមើលកន្លែងហ្នឹង admin ក៏យល់ពីអារម្មណ៍គាត់ដែរអាណិតគាត់មែនតើឯកាធម្មតាទេភាពឯកាវាធ្វើឲ្យយើងបាក់ទឹកចិត្តហើយពូថាគាត់ពិតជាតូចចិត្តនឹងរូបរាងកាយរបស់គាត់មែនតើកន្លែងហ្នឹងពិតជាអាណិតគាត់ដែរហើយសាច់រឿងរបស់យើងក៏កាត់ដល់អាកូនចាបមួយដែលយើងបានឃើញពីដើមសាច់រឿងវាមិនដឹងរួចពីត្រង់ពេលណាវាមកទុំលើក្បាលរបស់ពូថាធ្វើដូចស្វឹកវាឃើញពូថាភ្ញាក់វិញវាក៏ហើរចុះទៅផ្ទះរបស់វាវិញកន្លែងនេះផងដែរគឺបានធ្វើឲ្យយើងឃើញពីមុខមាត់របស់អ្នកចិត្តខាងជាន់ខាងក្រោមរបស់ពូថាតែអ៊ីមួយហ្នឹងខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាមីងផាតគ្រាន់តែយើងឃើញរូបរាងរបស់មីងផាតភ្លាមយើងដឹងថាអាយ៉ាគួរឲ្យច្បាស់កលែតនេះដល់យើងមើលឃើញថាមីងផាតគាត់មិនសូវខុសពីពូថាប្រហែលដែរគ្រាន់តែមុខរបស់គាត់ឯងងើយទៅខាងលើហើយពូថាគាត់បែរមុខទៅចុះខាងក្រោមហើយដែលសំខាន់នោះគឺគាត់ពីរនាក់ហ្នឹងរស់នៅជាន់លើជាន់ក្រោមគ្នាទៀតនិស័យហ្មងហើយពូផាតក៏គាត់បានទៅបន្តការងារប្រចាំថ្ងៃរបស់គាត់ដែលការងារប្រចាំថ្ងៃរបស់គាត់ហ្នឹងវាគ្មានខុសអីពីការងារប្រចាំថ្ងៃរបស់ប្រុសៗអ្នកដែលកំពុងមើលវីដេអូហ្នឹងទេគឺបបក់ត្រាយហើយបើយើងនិយាយពីជីវិតរបស់ពួកគាត់ទាំងពីរនាក់វិញដឹងកាលបានជួបគ្នាទេបើខ្វៀងគ្នារហូតចឹងម្នាក់មើលទៅលើម្នាក់មើលទៅក្រោមទោះបីដើរបុកគ្នាក៏គ្មានឱកាសបានឃើញមុខគ្នាដែររឿងរបស់គាត់វាគ្មានខុសអីពីមិត្តភក្តិខ្ញុំនឹងក្រាស់របស់វាទេប៉ុន្តែហេតុតែនិស័យហ្មងដោយចាប់របស់អ៊ីផាតហ្នឹងវានៅវាទៅដដើមអាបារូបរបស់ពូថាហើយពេលហ្នឹងក៏វាបានកើតសង្គ្រាមរវាងមនុស្សនិងសត្វយ៉ាងខុសខើស្រាប់តែពូថាគាត់កំពុងតែវាយបន្តចុះឡើងជាមួយចាប់ហ្នឹងអាចាប់ហ្នឹងវាក៏ហើរចេញទៅក្រៅពូថាគាត់បានងាកចេញទៅក្រៅប្រអួចចំពេលដែលអ៊ីផាតគាត់ងាកចេញដែរគូហ្មងហើយបើពូថាវិញគាត់ឃើញមុខអ៊ីផាតភ្លាមសម័យនៅឃើញដល់ថ្ងៃការហ្មងខ្លាចដៃហ្មងតែឃើញមុខគេមិនទាន់បានញ៉ែផងសម័យទៅដល់ថ្ងៃរៀបការទេដែរអត់មានចាំយូរទេដែលគ្នាឆាវហ្មងប៉ុន្តែមានដូចការគិតណាដើរបុកគ្នាហើយនៅអត់ឃើញមុខគ្នាទៀតកន្លែងហ្នឹងមានអារម្មណ៍ថាដូចមិត្តភក្តិរបស់ខ្ញុំមាននឹងក្រាស់របស់វាចឹងដើរបុកគ្នារាល់ថ្ងៃប៉ុន្តែគេមិនដែលឃើញវាក្នុងកៅភ្នែកប៉ុន្តែពួកគាត់អត់មានបានអស់សង្ឃឹមទេចឹងមិនថាដូចពាក្យចាស់លោកពលថាមែនគូប្រេងវាមិនព្រាត់តែកន្លែងហ្នឹងមកមានជនទី3មកបង្រាត់ក៏ព្រាត់ដូចគ្នាគិតទៅហេតុតែគូគាត់កលៈស័កមកដល់ពេលវេលាមកដល់សេរីតែមិនតិចជួបគ្នាហ្មងហើយរឿងរបស់ពូថានិងអ៊ីផាតក៏ happy ending ពីត្រឹមហ្នឹងទៅពូថាឈប់ single ទៀតដែរមែនតើអ្នកទាំងអស់គ្នា
ទោះបីជាធម្មជាតិវាមិនបានផ្ដល់នៅរូបសម្បត្តិល្អស្អាតឲ្យយើងក៏ពិតមែនប៉ុន្តែធម្មជាតិវាមិនបានទុកឲ្យយើងនៅឯការរហូតដែរច្បាស់ណាស់វានឹងផ្ដល់នៅកាដូអ្វីមួយមកកាន់យើងគ្រាន់តែពេលខ្លះទៅពេលវេលាវាអត់ទាន់មកដល់ឬមួយក៏អាចថារឿងរ៉ាវដែលល្អហ្នឹងវានៅជុំវិញខ្លួនឯងគ្រាន់តែថាយើងអត់បានយកចិត្តទុកដាក់ជាមួយវាដោយពូថាហើយនឹងអ៊ីផាចឹងនៅខាងលើខាងក្រោមបន្ទប់គ្នាសោះប៉ុន្តែតម្រាំពេលវេលាមកដល់ទៅបានជួបគ្នាអ្នកដែលយល់ថាជាតិនេះខ្លួនឯងមិនទាន់ដល់គូចឹងយើងកុំទាន់អានអស់សង្ឃឹមព្រោះថាដរាបណាបើក្រាស់យើងមិនទាន់រៀបការយើងនៅតែមានសង្ឃឹមអូខេវីដេអូនេះយើងមានតែប៉ុណ្ណឹងទេហើយបើពេញចិត្តអាចជួយ like ហើយនិង subscribe បើចង់ទស្សនានៅវីដេអូបន្តបន្ទាប់ទៀតហើយអាច comment នៅអារម្មណ៍អ្នកទាំងអស់គ្នាក៏បានពេលដែលអ្នកទាំងអស់គ្នាទស្សនានៅរឿងនេះចប់សូមអរគុណសូមអរកាយបាយបាយលាប៉ុណ្ណឹងហើយជួបគ្នាវីដេអូក្រោយ